ជាបឋមខ្ញុំគណៈ admin ទូងខាត់ពោធិ៍សាត់សូមថ្វាយបង្គំចំពោះប្រធារានុធរៈគ្រប់ព្រះអង្គនិងជំរាបសួរសួស្តីទៅកាន់ពុកម៉ែបងប្អូនយើងដែលជាអ្នកគាំទ្រនៅវិស័យកីឡាប៉ណាំងទូកជាទីមេត្រីថ្ងៃនេះខ្ញុំគណៈបានហួសមកលេងនៅខាងវត្តជើងឯកដែលមានទូកងដែលមានព្រានាមថាខៀវតៃស្អាតរណ្ដាតក្រហមដែលជាសិស្សប្អូននិងមានសិស្សច្បងម្នាក់ទៀតដែលមានព្រានាមថាកន្តងខៀវមានរិទ្ធពុកម៉ែបងប្អូនយើងនៅក្នុងវត្តនៅក្នុងរាជធានីភ្នំពេញនៅក្នុងខណ្ឌដង្កោនេះគឺមានព្រានាមថាវត្តព្រះបាទជាន់ឯកឬមួយក៏ពុកម៉ែបងប្អូនយើងស្គាល់ថាវត្តជើងឯកនឹងឯងហើយនេះគឺជាសមាជិកដែលទើបតែប្រកួតនៅវត្តហាកាលពីប្រហែលថ្ងៃមុនណាពុកម៉ែបងប្អូនយើងដែលមានព្រានាមថាស្រីសល្អឯកទូកនេះខ្លីទេគឺចំណុះ12នាក់ដែលយើងយកទៅលេងកាលពីប្រហែលថ្ងៃមុនដែរនៅខាងក្រៅគឺមិនធម្មតាទេពុកម៉ែបងប្អូនយើងសម្រស់ថ្មីត្បិតតែຂະຫນាតខ្លីមែនក៏ប៉ុន្តែញាក់សាច់តែម្ដងហើយយើងមើលខាងក្បាលនេះគឺពណ៌សសាកសមជាមួយនឹងឈ្មោះដែលមានព្រានាមថាស្រីសល្អឯកហើយថ្ងៃនេះផងដែរខ្ញុំកណាបានមកចៃដន្យមែនទែនគឺចំកម្មវិធីដែលលោកគ្រូដែលជាម្ចាស់ទូកងដែលមានព្រានាមថាខៀវតៃស្អាតរណ្ដាតក្រហមរៀបចំកម្មវិធីផ្ទាល់តែម្ដងពុកម៉ែបងប្អូនយើងគឺនេះគឺជាការរៀបចំតាមបែបសែនតាមបែបប្រពៃណីណាពុកម៉ែបងប្អូនយើងចំពោះទូកងដែលមានព្រានាមថាខៀវតៃស្អាតរណ្ដាតក្រហមកាលពីប្រហែលថ្ងៃមុនពុកម៉ែបងប្អូនយើងប្រកាសជាបានជ្រាបហើយគឺសិស្សច្បងរបស់ខៀវតៃដែលមានព្រានាមថាកន្តងខៀវមានរិទ្ធនោះក៏បានរៀបចំសែនទៅតាមប្រពៃណីទៅលៀមទម្លាប់ជារៀងរាល់ឆ្នាំផងដែរអ្វីត្បិតតែឆ្នាំនេះយើងមិនបានចុះទឹកមែនអញ្ចឹងខៀវតៃក៏ដូចជាសិស្សច្បងដែលបានសែនរួចរាល់គឺរៀបចំតាមប្រពៃណីបានល្អមែនតើមានទាំងការក្រុងពលីអីផ្សេងផងដែរហើយខ្ញុំកណាគឺខកខាននៅក្នុងការទៅថតដូចចែកជូនពុកម៉ែបងប្អូនយើងអស់រយៈពេលជាច្រើនផងដែរហើយជាក់ស្ដែងគឺបន្ទាប់ពីលោកម្ចាស់គ្រូហើយនិងគណៈកម្មការរួមទាំងអាចារ្យនិងព្រះសង្ឃជាច្រើនអង្គផងដែរលោករៀបចំគឺបានល្អណាស់ពុកម៉ែបងប្អូនគឺគ្មានដីគ្មានសម្រាមគ្មានធូលីអីនៅក្នុងជំរំទេហើយនេះអាចនិយាយបានថាជាក្រមុំភ្នំពេញមួយរូបផងដែរដែលមានការមើលថែយ៉ាងល្អពីសំណាក់ព្រះគ្រូចៅអធិការផ្ទាល់និងម្ចាស់ទូកដែលផ្ទាល់ហើយពុកម៉ែបងប្អូនជាពិសេសអ្នកនៅម្ដុំជើងឯនេះគឺស្រឡាញ់ទូកនេះខ្លាំងមែនតើពុកម៉ែបងប្អូនយើងស្រឡាញ់មែនតើណាសូម្បីតែខ្ញុំកណាដែលមិនមែនជាអ្នកនៅក្នុងម្ដុំជើងឯមែនក៏ប៉ុន្តែឃើញហើយគឺស្រឡាញ់ណាស់ពុកម៉ែបងប្អូនការរៀបចំប្រពៃណីទំនៀមទម្លាប់ផ្សេងការទុកដាក់គឺល្អសឹងតែ 90% 100សឹងយើងនិយាយថា 100% តែម្ដងពុកម៉ែបងប្អូនហើយជាកិត្តិយសមែនតើដែលខ្ញុំកណាបានក្រាបថ្វាយបង្គំចំពោះលោកម្ចាស់គ្រូផងដែរដើម្បីអនុញ្ញាតសុំថតចំពោះខៀវតៃនេះពុកម៉ែបងប្អូនយើងដោយតែពុកម៉ែបងប្អូនយើងដែលជាអ្នកគាំទ្ររបស់ទូកងដែលមានព្រានាមថាខៀវតៃក៏ដូចជាអ្នកដែលស្នេហានៅវិស័យកីឡាប៉ណាំងទូកប្រកាសជាដឹងហើយខៀវតៃនេះគឺមិនងាយពុកម៉ែបងប្អូនយើងបានឃើញអំពីសាច់របស់ខៀវតៃនេះផ្ទាល់ទេដោយសារតែទីមួយគឺជាតំណមរបស់ទូកហើយចំណុះទូកផ្សេងក៏ដូចជាគណៈកម្មការបានដឹងហើយមួយទៀតគឺការរៀបចំនិងការមើលថែគឺបានល្អ 100% តែម្ដងពុកម៉ែបងប្អូនយើងមើលទៅការរៀបចំទៅគឺដឹងហើយអ្វីត្បិតតែมันបានចុះទឹកមែនហើយខៀវតៃនេះអាចនិយាយបានថាមិនធម្មតាទេពុកម៉ែបងប្អូនយើងកូនក្រមុំអ្នកភ្នំពេញគឺពិតជាស័ក្តិសមខ្លាំងមែនតើពុកម៉ែបងប្អូនយើងអញ្ចឹងមកគ្រឿងនេះខ្ញុំកណាសូមរំលឹកជូនពុកម៉ែបងប្អូនយើងខ្លះឡើងវិញគឺជាស្នាដៃផលិតឡើងដោយមេជាងកាសដែលជាបរោះប្រុសស្អាតយើងផងដែរនិងជាមេជាងដ៏ចំណានម្នាក់បានផលិតទូកងមកគ្រឿងនេះប្រវត្តិខ្ញុំកណាក៏ធ្លាប់បានចែកជូនពុកម៉ែបងប្អូនយើងហើយខ្ញុំកណាក៏ធ្លាប់បានសម្ភាសជាមួយលោកគ្រូផ្ទាល់ហើយពុកម៉ែបងប្អូនយើងប្រកាសជាបានស្គាល់និងដឹងអំពីប្រវត្តិរបស់ទូកងដែលមានព្រានាមថាខៀវតៃនេះច្រើនផងដែរថ្ងៃនេះពិតជាពិសេសមែនតើដែលមានការរៀបចំនៅគ្រឿងដង្វាយក៏ដូចជាការបំពាក់នៅភ្លើងនិងការរៀបចំភ្លេងប្រពៃណីក្បូរក្បាច់អីយើងមើលទៅគឺពិតជាមិនធម្មតាទេពុកម៉ែបងប្អូនយើងអ្នកណាក៏ស្រឡាញ់ដែរសូម្បីតែខ្ញុំកណាផ្ទាល់ហើយចុះចំពោះពុកម៉ែបងប្អូនយើងយល់យ៉ាងណាដែរចំពោះមួយគ្រឿងនេះស័ក្តិសមដែរឬទេពុកម៉ែបងប្អូនយើងអាចខមមិនបានបើយើងនិយាយពីសម្រស់នៅខាងក្រៅខៀវតៃនេះគឺមិនធម្មតាបើយើងនិយាយពីលបឿនអ្វីត្បិតតែជាឆ្នាំដំបូងមែន2024អាចថាយើងអាចទទួលយកបានហើយជាពិសេសលបឿនគឺជាប់នៅក្នុង top 10 ផងដែរចំណាត់ថ្នាក់ទី 9 ដោយតែពុកម៉ែបងប្អូនយើងបានដឹងហើយចំពោះការអុំប៉ណ្ណឹងនៅរាជធានីវិញគឺជាម្ចាស់ជើងឯករាជធានីអញ្ចឹងគឺការរៀបចំការមើលថែគឺ 100% ពុកម៉ែបងប្អូនគឺបានល្អខ្លាំងមែនទែននេះគឺជានៅក្នុងជំរំរបស់ខៀវតៃដែលយើងអាចនិយាយបានថាជាវិមានដ៏ស្កឹមស្កៃមួយរបស់អ្នកភ្នំពេញអ្នកខណ្ឌដង្កោផ្ទាល់យើងមើលទៅគឺលោកម្ចាស់គ្រូគឺស័ក្តិសម
ខ្ញុំកណារពាក្យអីនិយាយមកគ្មានទេពុកម៉ែបងប្អូនយើងគឺស្រស់ស្អាតខ្លាំងមែនទែនការរៀបចំមកក៏ពាក់ភ្លើងបំពាក់ផ្សែងអីផ្សេងគឺក្បូរក្បាច់រចនាល្អខ្លាំងមែនទែនពុកម៉ែបងប្អូនយើងអញ្ចឹងពុកម៉ែបងប្អូនយើងដែលជាអ្នក fan របស់ទូកងដែលមានពាក្យថាខៀវតៃកុំភ្លេចជួយ comment ម្នាក់មួយផងតើស្អាតស្រស់ស្អាតបានប្រមាណ%ហើយពុកម៉ែបងប្អូនយល់ឃើញយ៉ាងណាដែរក្រមុំភ្នំពេញអ្វីត្បិតតែมันបានចុះទឹកទេហើយឆ្នាំនេះលោកគ្រូបានបន្ទុំសាច់ខៀវតៃបានច្រើនអញ្ចឹងយើងសង្ឃឹមថាឆ្នាំក្រោយនឹងបានឃើញវត្តមានរបស់ខៀវតៃនេះផ្ទាល់ខ្ញុំកណាពិតជាស្រឡាញ់ទូកមួយគ្រឿងនេះពិតមែនពុកម៉ែបងប្អូនយើងទោះថាយើងមិនមែនជាអ្នកនៅខណ្ឌដង្កោនឹងផ្ទាល់ទេអ្វីត្បិតតែខ្ញុំកណាជាអ្នកខេត្តពោធិ៍សាត់មែនតែបានភាពយកចិត្តទុកដាក់មួយដែរពីសំណាក់លោកម្ចាស់គ្រូដែលអនុញ្ញាតឲ្យខ្ញុំបានចូលទៅថតផ្ទាល់ហើយបានឃើញនៅសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញាខៀវតៃនេះមិនធម្មតាទេពុកម៉ែបងប្អូនយើងការមើលថែការយកចិត្តទុកដាក់គឺរីជារៀងរាល់សិលតែម្ដងអាចនិយាយបានថាជារៀងរាល់ថ្ងៃឯងមិនមែនតែមួយសិលម្ដងនោះទេគឺជារៀងរាល់ថ្ងៃតែម្ដងអញ្ចឹងកំមុំភ្នំពេញមួយគ្រឿងនេះស័ក្តិសមជាជើងខ្លាំងនិងជាអ្នកដែលរស់នៅក្នុងវិមានសស្គមស្កៃផងដែរជាមួយគ្នានឹងផងដែរយើងមើលអំពីការរៀបចំទៅតាមប្រពៃណីទូកងដែលមានពាក្យថាខៀវតៃនេះគឺរៀបចំបានល្អណាស់ពុកម៉ែបងប្អូនយើងមានតាំងពីទឹកមានតាំងពីនំមានតាំងពីទៀនហើយសិស្សប្អូនផងដែរក៏មានការយកចិត្តទុកដាក់ផងដែរពុកម៉ែបងប្អូនយើងបើយើងនិយាយសាមញ្ញទៅអ្នកភ្នំពេញអ្វីត្បិតតែជាអ្នកដែលរស់នៅខាងរាជធានីមែនក៏ប៉ុន្តែមានការស្រឡាញ់និងការមើលថែគឺល្អណាស់ពុកម៉ែបងប្អូនយើងនៅក្នុងវត្តជើងឯកនេះផ្ទាល់អញ្ចឹងខ្ញុំកណាសូមសរសើរគណៈកម្មការក៏ដូចជាលោកគ្រូម្ចាស់ទូកផ្ទាល់និងអ្នកមើលថែគឺពិតជាមិនធម្មតាអញ្ចឹងខ្ញុំកណាសូមអរប្រគុណពុកម៉ែបងប្អូនយើងដែលខំទស្សនាតាំងពីដើមរហូតមកដល់ទីបញ្ចប់ជាចុងក្រោយសូមចូលរួមអបអរទៅកាន់ទូកងដែលមានពាក្យថាខៀវតៃហើយពុកម៉ែបងប្អូនយើងដែលជាចំណោះទូកផ្ទាល់និងអ្នកដែលរស់នៅជុំវិញវត្តដែលជាពុទ្ធបរិស័ទអាចអញ្ជើញទៅចូលរួមនិងទស្សនាកញ្ញាខៀវតៃនេះបានអញ្ចឹងខ្ញុំកណាអត់មានអីច្រើនទេសូមថ្វាយបង្គំលាជម្រាបលា